ចាំអត់មើលទេព្រោះសារក្នុង game នេះ Pro Sport គឺគាត់ត្រូវការគៀបឲ្យដាច់ខ្យល់ក្នុង early game ចូលដែរម្ដងបាទគឺអត់មានខ្ចីទុកអីទេបាទចឹងណាមកយើងក៏លេងទៅមើលជាមួយនឹង Zorak បាទគាត់ទៅការលេងជាមួយនឹង Byron ដូចគ្នាដែរបាទ Yes sir កាំងឯងឈ្មោះគាត់ឯងកាំងបាទអូយដល់ពេលដែរទៅចង់សើបាទកាំងឡើងចាំងលើតំណងរបស់គាត់ Yes sir បាទជាមួយនឹងការលេងទៅលើ Kiki បាទជួបី Kiki ឆ្អានអូមនៅតែនៅ Kiki បៃនៅដែរជាមួយនឹងការវាយ2ទល់ជាមួយនៅលើមួយ Kiki ធំមួយ Kiki តូចបាទអាយ៉ាប៉ះគ្នាម៉ៃស៊ីរណុយវាយដំច្រំធាក់ដកមួយដេញវាយមិនតនោះទេពើមីបាទគ្មានបញ្ហាមកសម្រាប់គាត់ដូចគ្នាណាចុំ Flamingo នេះខ្ញុំដូចប្រហែលធ្លាប់អត់ថាវាយការប្រកួតនៅពេលដែលគាត់លេងម្ដងប្រហែលឈ្មោះគាត់និយាយប្រហែលឈ្មោះគាត់ Flamingo បាទឬគាត់ copy ឈ្មោះគេខ្ញុំណាដល់ចោះដែរបាទដោយសារយើងវាប្រហែលបន្តិចបន្តួចណានេះគាត់ថាបន្តិចបន្តួចតែប៉ុណ្ណោះបាទសម្រាប់គាត់ត្រឹមត្រូវបាទសៃតាមាគឺធ្វើការលេងជាមួយ Fat Cat បាទហ្នឹងនេះបាទអញ្ចឹងតោះថៃបត់ចិនមកទៀតមកលុយ DJ សុំចាក់បត់ចិនមួយតែនឹងចំណងជើងស្អីគេបាទអូ First Blood បាត់ហើយជួយការ solo kill អូ Pro គឺគាត់ទេបាទការអាប់វិញអ្នកម៉ៃមកឲ្យយើងមកឡងហ្នឹងហើយហ្នឹងអាឡងអីអាឡងបាក់អីមកបាក់អាឡងបាក់អីនេះក្នូបាទទៅមួយទៀតបានហើយជាមួយនឹង early មិនបានវាយគេ early ឥឡូវគេចាប់ដើមវាយក្រាបហើយ top lane មានការឆ្លោះគ្នាបន្តិចបន្តួចតែគេចង់ឲ្យមើលអាក្រមក៏មិនដឹងដែរបាទបច្ចុប្បន្ន goal ក៏មិនដល់មកគ្នាណាដែរបាទដោយសារពួកគាត់ក៏ប៉ះគ្នាតែម្ដងតែយើងលេងមើល score board 2ស្មើវិញដោយសារមានការ comeback មកមួយគ្នាមានការដាច់ជាមួយ DDK បាទ DDK ចំថាយ៉ាងហ្នឹងគេអាចនឹងប៉ះគ្នាជាមួយ D Gaming បាន D Gaming នៅសៀមរាបតែញ៉ៃតម្លាក់បងមិញហ្នឹងតាពេលណាឲ្យបញ្ចក់ចេញសំទោសទៀតហើយចាភ្លាម2ទល់ជាមួយនឹង2ទេតែយ៉ាងណាមិញ B រៀង F ព្រោះសារត្រាស់ late game ហើយយើងថ្លឹងថ្លែងគេបានប៉ុណ្ណឹងចឹងយើងរៀងក្លីបឌូដែរប៉ុន្តែបើខ្ញុំមើលឃើញចាក់ស្អែកទៅតាមកលេសទៅមើលជាមួយនឹងសមាជិករបស់ខាង Com Pro បើសិនចង់ដេញវាយជាមួយនឹងប្រភេទ Hero Backline ក៏បាក់វាយជាមួយ Hello ជាមួយនឹង Magic Call របស់គាត់ជាមួយនឹងមេដែលចេញមកពីអាវយីនក៏នៅ Hero Backline ទាំងអស់តែដល់សំខាន់មាន Saker បើឈាមម៉ាប្រៃឡើងឈាមឡើងទាំងកថោទាំងបងហើយបើសិនដេញវាយអង្គគ្រូថាមកដែរបើសិនជាដេញវាយអាចនឹងត្រូវ skill របស់ Dama តែមួយយ៉ាងដែរដោយសារតែគាត់លេង Fat Cat គាត់លេង Fat Cat ហ្នឹងតើពេលគាត់មាន Saker ហ្នឹងទៅវាស្រួល heal ហើយចាំវាតាន់ហើយ Fat Cat ហ្នឹងអណយបាទត្រឹមត្រូវហើយចាវាយដំច្រំធាក់ដូចមិនអីទេកន្លែងនេះជាមួយនឹងការវាយតែបានត្រឹមតែតេះតែប៉ុណ្ណោះតែមិនមានឃើញមេរុកអីបាទអញ្ចឹងគេដាក់គុំស្មៅមួយដើម្បីធ្វើការឡើងឈាមទាំងកថោតែបាទស្គាល់ heal ច្រើនហ្នឹងវាពិបាកដូចគ្នានៅក្នុងពេលវាយ team fight ប៉ុន្តែសំខាន់គេនិយាយទៅគឺគេមាន hero cover គ្នាភាសាគេមានតែ hero ចូលនិង hero ចាញ់យីគ្នាដែរសម្រាប់ front line ដូច Saitama ក៏ដូចជា Ing ហ្នឹងក្នុង AFK នេះខុសគ្នាពី Saker នៅក្រៅSaker នៅក្រៅអគិសនីសុទ្ធអូតើSeeker នេះ Seeker បែបក្នុងប្រៃបែបអនុតកាលធំត្រូវ Seeker នៅខាងក្រៅហ្នឹងអនាគតកាលអូខេលើនេះហៅថាត្រូវតែដើរតាមសម័យដើរតាមសម័យអូបាត់ឈាមម៉ៃធីមទី1បណ្ដោយ Yes បាទជាមួយនឹងម៉ៃសិរណុយបាទ Scorpion គឺទូការតែជាមួយបាត់ឈាមទី1តែកន្លែងនេះគីក្លូតចូលមិនទាន់ហើយគេវាយលុយសូអោស្រែកអូយបាត់ហើយជាមួយនឹងការបោះថយពីខាងកាទៅណាមិនទាន់ទេជាមួយនឹងការហោះទៅហោះមកត្រឡប់ត្រឡិនប៉ុន្តែមិនមានអ្នកណាគេតោងកើតទេព្រោះថាគាត់ហោះបានតែម្នាក់ឯងវ៉ាបងពាក់មីបាទតតកែមកជើងលេងទៅជាការប្រាញ់បួមកប្រាប់វាយប្រាសោឈាមម្ដាយចុងខាត់អាវជាមួយនឹងការទៅយកបានជាមួយនឹង Seeker ការសោឈាមតែម្ដាយតែម្ដងជាមួយនឹងការវាយដំចំធាក់ Fat Cat របស់ឲ្យលុយរីបានគ្នាសាច់តាស្មាត់តោវាយគេក្នុងបងជាមួយនឹងការវាយឡងសងគូ2ជាមួយនឹង2នោះទេបាទជាមួយការលេងដាក់ skill ទី2តែចុងចាញ់ទេមិនទាន់ចប់បងវាយបន្តជាមួយនឹងការតេះវាយបោកម៉ាំងផ្លុកបាញ់ជាមួយនឹងអាទីតែត្រុតប្រយលឿនជុកបាត់មកជាមួយឡាពូណាណៃស្កុយទៅវិញទេបាទចុះមិនដៃជាមួយនឹង Flamingo អញ្ចឹងមិនគេអារ៉ូណូហេអត់យល់ហ៎មិនដាច់ហ៎Flamingo គាត់ដូចជាអត់បានទៅទេមិញគាត់ដែរបាទជាមួយគាត់មួយក៏ត្រូវជាមួយនឹងវត្តមានថៃដិនដាច់អត់បានមើលបាទយើងមើលចាស់ស្អែកជាមួយទៀតមានភាព replay highlight មកយើងបានគឺការឃើញហើយបាទជាមួយនឹងមិញយើងឃើញថាមិញគាត់ចាយ fast រហូតដល់2បាទជាមួយនឹងវត្តមានរបស់មីក៏ជាមួយ Scorpion ដើម្បីតែការទៅផ្ដាច់យកជាមួយនឹងវត្តមានរបស់ DDK តែចូលចៃឥឡូវយកជាមួយនឹង Thailand មួយសិនត្រូវយកជាមួយ Thailand មកមិនតន់នោះទេតែមិន Pro Sport combo គាត់ស្តាន់ច្រើនណាតែខ្លាចតែវាយអត់សងតង់គ្នាខ្ញុំគិតអញ្ចឹងដែរបើពីច្រើនគាត់អត់លេងអត់ត្រូវគ្នាមួយក្បាច់ចាំដល់បើយើងគិតមើលចាស់ស្អែកសិតតែមាន Hello ចាំ up លុយរៀលទាំងអស់តែដល់សម្រាប់ជួយដូចជាឥឡូវដូចជាមួយនឹងការកាំងអីហ្នឹងគឺគាត់នេះចុះកាំងជុំនេះឥឡូវដូចបាយរ៉នមិនណុកដូចបាយរ៉នណុកម៉ៃស៊ីនុយណុកហើយឡាពូណុកហូណុក Who's there ណុក Who's there
តែបើយើងគិតមើលចេះស្អីដូចថាចឹងហ្គេមនេះមានតែ hero up ready ហើយគណៈពេលដែល hero ផុកដូចឥឡូវថា score fee ហ្នឹងមកឈុតរបស់គាត់ហ្នឹងបើសិន late game ចង់ដាច់វាអាចដាច់ដូចគ្នាដែរមក combo របស់គាត់ដូចគ្នាហើយមក combo របស់គាត់ខ្ញុំគិតថាដូចជាជាមួយនឹង Eagle ហ្នឹងក៏គាត់មិនអាចការ activate រួចបានងាយស្រួលដែរបើលុះត្រាតែពេលដែលគាត់ combo ឲ្យមានជាមួយនឹងវត្តមានរង9 11នេះគាត់ថាធ្វើការជួយហើយនឹងរង9បុកភ្លឹកបាយប្រាវយកតាមនោះជាមួយការបាញ់ប្រាវមួយយ៉ាងមួយប៉ាភ្លឹកម៉ៃគេជាមួយ fat cat ឡើងឈាមសតកធននឹងកធនមកវាយម៉ៃគៀនមានទៅលេអត់មានទៅទេបាទសម្រាប់ម៉ៃគីដាក់ស្មៅមួយមកឡើងឈាមនឹងកធនយេបាទអញ្ចឹងនេះពិបាកក្នុងការផ្ដាច់ជាមួយនឹងប្រភេទ hero front line របស់សមាជិកខាង B Empire តែយាយតែយ៉ាងណាមកយើងចាំមើលចិត្តស្អែកដោយសារតែយើងលេងជាមួយនឹង team fight លេងជាមួយខាង pro ដូចមានការ rotation ពី class lane ទេបាទសម្រាប់គាត់ដូចគ្នាឬមួយក៏គាត់មិនទាន់ធ្វើការរៀបចំយុទ្ធសាស្ត្រត្រឹមត្រូវឬមួយក៏គាត់ចាំលេងដល់ late game ចាំវាយអឬមួយយ៉ាងម៉េចដែរបាទប្រយ័ត្នយាយយ៉ាត់ late game វាអត់បានណាស្រួលលុយស្មើគ្នាលុយឥឡូវស្មើគ្នា goal ស្មើគ្នាគ្រប់យ៉ាងបាទសម្រាប់ Honor King play style របស់ Honor King គឺយើងមិនអាចធ្វើការលេងទាំង micro skill លេងព្រេងទេបាទយើងលេង micro skill ជាលក្ខណៈ team បាទអញ្ចឹងយើងជោគជ័យបាទយ៉ាដល់ខ្លាំងគ្នាម៉ាំងយកតាមដល់មួយក្បាលទាំងអស់មួយក្បាលធ្វើចុះកាត់ទៀតចុះឡើងមកឈាមមករត់ប្រុចដាក់មក combo អត់ទៅតែម្ដងអូកន្លែងទៅមើល Scorpion ក៏លេង mindset ខ្ញុំមានអារម្មណ៍ថាគាត់ fail ជាមួយ position របស់គាត់2ដងហើយបាទព្យាយាមការចូលទៅដល់ដើម្បីការផុសទៅលើ hero backline តែគាត់ចូលទៅដល់ fail yes ឬមើល combo វាចូលពី Empire នេះ secure GT1 រហូតយ៉ាតិចទីខ្ទឹមតែម្ដងសម្រាប់គាត់ត្រារបស់គាត់ធំត្រាគាត់ front line របស់គាត់ធំ front line របស់គាត់2ហើយមានជាមួយនឹង Seeker គាត់ចាំធ្វើការ cover ជាមួយនឹង Team Lead អញ្ចឹងប្រហែលតិចដូចគ្នាវាយបោក3 1យកតែម្ដងទៅណាបាយរ៉ុនកន្លែងនេះជាមួយការវាយបោកតែវាយមិនដាច់ទេយកពណ៌មិញមួយសិនជាមួយនឹងការលូនជួយគ្នាពីការកាងតែវាយប្រែកឡាអៅធ្វើការបុកជាមួយនឹងពណ៌មិនអត់បានទេប្រែកឡានេះបាទអាយ៉ាគ្រាន់តែធ្វើការប្រែងវិញណាអត់ច្បាស់ប៉ុន្តែអាចនឹងគ្រោះថ្នាក់បើសិនពេលអស់គាត់នេះគាត់អាចធ្វើការឲ្យ Scorpion គាត់ធ្វើការលូតទៅអុកក្រោយដូចគ្នាដែរ Scorpion ហីបាទ Scorpion ធ្វើការលូតវាយមួយស្កសវាយចូលមកឡើងកាត់ជើងព្រៀបអូស្ដោកមួយបាយជាមួយនឹង solo Q break ចាឥឡូវនេះជាមួយនឹងកណ្ដាលធ្វើការវាយបោដូចគ្នាជាមួយនឹង Fat Case សល់ជាតាមដៃដល់ម៉ែកន្លែងគាត់នុកប្រហែលជា80លានមកញ៉ាំបាយផឹកកាហ្វេអស់បបោពីចានមិនទាន់ដាច់ទេជាមួយនឹងការនុកទៅនាំមកត្រឡប់ត្រឡន់ពេញជាមួយនឹងការចូលមកតែងើយយកតែម្ដងបាត់កូនជីវិតរហូតដល់3នេះបាទគណៈពេលបច្ចុប្បន្នទោះបីអាមីត្រូវឡងវាយ early game យ៉ាងណាក៏ដោយប៉ុន្តែបច្ចុប្បន្នអាមីរៀងក្រែលដែរបាទឥឡូវចាប់ផ្ដើមធ្វើការមានដើម្បីក្នុងការបញ្ចេញហើយគណៈពេលយើងលេងទៅមើលជាមួយមិញដូចជាមួយវត្តមានរបស់អ៊ីងគាត់ទៅការមកដល់អញ្ចឹងអាមីក៏ដាក់មិញទៅ2 3គ្រាប់មិញអស់ជាងកង់អញ្ចឹងនេះប្រហែលអង្គការទុំអាមីទេហើយអាឡុងត្រូវប្រយ័ត្នបន្តិចអាឡុង Yes បាទអាឡុងគឺដូចតែបាននិយាយអញ្ចឹងគឺយើងខ្លាំងទៅ early ទេនិយាយរៀងនេះតិចទេអាមីដាក់រៀងធ្ងន់កដែរបាទព្រោះសារតែហ្នឹងយើងអាចទុនក្នុងរូងអូមិញក្រុមការងារបានតែការប្រឆាំងជាមួយ slide កាមេរ៉ារបស់យើងតែកាន់បន្ទប់ player room មកគ្រាន់ឃើញមិញធ្វើវិចអត់ទេអាហ្នឹងណាមិញខាងឆ្វេងមិញប្រហែលជា2វិនាទីបាទប៉ុន្តែគ្រាន់អញ្ចឹងគេឲ្យមើល template ទៅណាធម្មតារបស់ល្អគឺគេឲ្យមើល plate អញ្ចឹងឯងបាទបាទត្រូវបើយ៉ាងណាមកយើងចាំមើលចេះស្អីណាពេលបច្ចុប្បន្នយើងលេងជាមួយនឹងត្រឹមនីតិទី8តែម្ដងក៏មានការនាំមកវិញពី Pro Sport ដូចគ្នាដែរតែ goal នេះតិចតួច goal ផងដែរបាទសម្រាប់គាត់ប៉ុន្តែ Pro Sport គាត់ split pool មកល្អគាត់ split pool មកល្អទៅលើជាមួយនឹង talent របស់គាត់ដូចគ្នាចេះណាមកយើងចាំមើលខណៈពេលនីតិទី10ជាមួយនឹងវត្តមាន Overlord in hand ក៏ដូចជាមួយនឹងថៃរ៉េនមកវាយតង់ម៉ែគាត់ stand ទៅហើយ stand គាត់ស្តានចាំមកស្តានឥឡូវស្តានពីអាមីមួយ Ultimate បន្តមកជាមួយនឹង Flamingo គាត់មាន2តង់ទៀតបាទមាន2តង់មាន roll ហើយនឹងបុក Ultimate ឡើង Stan ហើយជាមួយនឹង Scorpion ហ្នឹងមាន2តង់ទៀតងល់បាទអាលីកសល Scorpion មិនមែន2តង់អា Passive របស់គាត់ក៏រុញអាបែបមិនមែន Stan ទេតែរុញបាទមិនគាត់ Stan អូណិតគ្នាតែគ្នាពងប៉ោងយកមកគេត្រេះដល់ប៉ោងវិញបាទអានេះឈឺចាប់ទាំងក្នុង rule story និងក្នុង game មិនធម្មតាទេបាទអញ្ចឹងនេះអាចការមើល item បានអាចធ្វើការ build តាមគាត់បានព្រោះខ្ញុំឃើញមានអ្នក comment ថាបងខ្ញុំលេង Honor King តែអាច build item ឥឡូវ skin shot item ទៅតាម hero ដែល pro player លេងទៅមិនខំម្ដងទេបាទជោគជ័យហើយទីនេះឡើងដែរកប់តែម្ដងបាទចេះយ៉ាងមកយើងលេងមើលបច្ចុប្បន្ននេះគ្នា team mate ធ្វើការគ្រប់ដល់ជំរាបបែបនេះដូចគ្នាតែតាំង early game គាត់រៀងពិបាកបន្តិចដោយសារខ្ញុំបាននិយាយចឹង early game ខ្ញុំអត់ឃើញគាត់បញ្ចេញជាមួយ team fight បានល្អគេ strike ទៅគាត់បាក់យល់ចាំមានឲ្យយើងរាល់ដងយើងលេងនៅផ្ទះយើងពលឺមានណាគេ B Empire គេមកសើ steel cat តែអត់មាន steel cat លេងគាត់មកដល់គេដោះសារកបាត់ដាក់លើតុមួយយើងភ័យហ្មងអូមែនតែដោយសារតែក្រោយបង្ហាញ roster មិញរបស់ B Empire មិញគាត់មានស្រុកទាំង7 8នាក់មិញច្រើនមានអ្នកលាក់មុខលេងទៀតហ្នឹងបាទអូអញ្ចឹងនេះខ្លាចគេដែរហើយបង member pro sport ទាំងឈ្មោះអត់ដឹងណាគេអូឈ្មោះឡើងទៀតអូបើអញ្ចឹងបានសួរត្រូវជួបឈ្មោះដល់សួរបងសមាជិក Pro Sport Honor King មានអីគេខ្លះ Yes មានអីគេខ្លះអត់đâu Very nice បាទអញ្ចឹងក៏មានអ្នកសួរដែរថាមិនអត់ live YouTube អញ្ចឹងយើងមាន channel ហ្នឹងអូចង់និយាយ YouTube តយើង like 8K តែដោយសារ channel របស់យើងគេមិនទាន់អនុញ្ញាតឲ្យ like 8K អញ្ចឹងបើត្រឹម like 18យើងខ្ពើម
អត់ចង់ឡាយយកបាទអញ្ចឹងមើល Facebook សិនគ្នាបាទ តែបើយើងបាន YouTube មួយទៀតអែម យាយ យើងបាន គិត YouTube មួយទៀតដូចជាអែម បាទដោយសារ ព្រោះថា YouTube យើងអាចមើលតាមទូទស្សន៍ឲ្យបានណា អូលលបាទ បើថាដូចខ្ញុំនៅផ្ទះអីទូទស្សន៍ទិញ2000ដែរយើងអាចមើលតាមទូទស្សន៍បាន អូបើខ្ញុំអា skin 100 inch ខ្ញុំក្នុងឡានមើលបាន អាយ៉ាមើលងាយព្រឹកជាមួយនឹងជីវភាពរបស់ Pro ផងឯងឥឡូវ Pro ចាប់ដើមវាយបដាជាមួយការបិទ4យកតែមកទៅទៀតវាយទៅវាយមកសៃទៅមកស្មាត់ដល់ដល់ជាមួយការលោតចូលខាងអាវកន្លែងនេះជាមួយការលោតចូលវាយដល់ពំរមុខយ៉ាងណាដាក់ស្គៀស្អិតផ្លុំផ្លុយមួយជាមួយការវាយដំច្រំធាក់ដល់បាត់បង់ជីវិតរហូតដល់4នាក់នៅសល់តែក្បាលទាំងអស់សល់វិញមើលតែប៉ុន្តែជាមួយការ smack down Hero Frontline ដូចជាសៃតាម៉ាដូចជារង911មានអារម្មណ៍ថាដូចផុយមែនស្កอร์ភៀនក៏ដាក់មកម្នាក់មកងាប់បាន ផុយហ្នឹងហើយ គាត់មានមិនខត defend ទេ បាទ knock ទៅ knock មក slow knock ទៅមក slow យាយសរសៃគាត់មានខត defend មើលមិនដឹងទេ យ៉ាចូលវាយទាំងងើយកដល់ចូលវាយក្នុងប៉មទាំងងើយកតែម្ដងមកពីខាងសូរ៉ាកុសូរ៉ាសបាយចុះជាមួយការចូលវាយបុកត្រឹមលាយដល់ជាមួយប៉មទី3ប៉ុន្តែមិនបុកតទេបរិសាមានជាមួយ slow រហូតដល់ 75% យ៉ាសបាទតែហ៊ានចូលប្រទេសណាហ្នឹងធន់ក៏ខាង back Israel វិញបាទអញ្ចឹងពិបាកបន្តិចបាទសម្រាប់ជាមួយនឹង Honor King នៅពេលដែលយើងវាយដាច់ជាមួយ turret ណាមួយអញ្ចឹងមីនរបស់យើងនៅក្បែរ turret វានឹងធ្វើការ slow រយៈទៅដល់3វិនាទីនោះបាទអញ្ចឹងតែហ៊ានប្រទេសណាចូលទៅដល់វាយដាច់តោះគឺមីនមួយអាហ្នឹងងាប់ខ្លួនឯងវិញ បាទធំត្រូវ បាទអញ្ចឹងយល់ពីយុទ្ធសាស្ត្រឲ្យច្បាស់លាស់មុនធ្វើឲ្យក្រុមជោគជ័យ បាទយុទ្ធសាស្ត្រមិនច្បាស់លាស់ក្រុមបរាជ័យ មិនមែនអញមិនជឿហេមិនមែនអញ្ចឹងកុំនិយាយអញ្ចឹងអត់ល្អណាមិនមែនទេអានេះគេមានយុទ្ធសាស្ត្រមាន strategy មានអីត្រឹមត្រូវគេសិក្សាអំពីក្បួនយុទ្ធសាស្ត្រនៅក្នុងការដើរហើយច្បាស់លាស់ អញ្ចឹងគេប្រកាសឆ្ងល់ទៅថាចេះក្រែយើងចេះយើងបើយើងជ្រុលចេះយើងមិនទៅឈួតប្រាប់គេចេះដែរដោយសារតែខ្ញុំចូលចិត្តចែករំលែកជាមួយចំណេះដឹងបាទតើណាពេលយើងមានគឺយើងចង់ឲ្យកូនខ្មែរយើងមាននេះគ្នាចឹងពេលយើងចេះយើងចង់ឲ្យគេចេះដែរត្រូវតែបើគេមិនចង់ចេះប៉ុន្តែគេ deal យើងអាហ្នឹងក៏យើងមិនដឹងយើងមានតែ scan មាត់បាទអូខេឡចាប់បន្តទៀត ចាឥឡូវធ្វើការបុកទម្លាយនៅខាងផ្លូវ top lane មកតង់ទៀតខណៈដែលជាមួយខាងផ្លូវ top lane គេមានការ clear គ្នាពីខាង Empire Girls English យ៉ាងណាមកយើងលេងមើលបច្ចុប្បន្នដូចគ្នាដែរគេមានការដោះដូរដូចគ្នាដែរប៉ុន្តែដូចមានបញ្ហាស្របពេលយើងលេងមើលជាមួយនឹងខាង Empire គេជោគជ័យគេយកជាមួយនឹង Overlord នេះណាចឹងគេអាចធ្វើការ defend បានប្រហែលជា3ដង្ហើមបាទណាមួយគេមាន clear lane មានអីដែរបាទជាមួយដើម្បី reduction នៅខាងផ្លូវ top lane ជាមួយមើលគេប្រេប្រង់ជើងខ្លួនដល់របៀបណាខណៈដែលលេងជាមួយនឹងការវាយតែសៃតាម៉ាចូលមកម្នាក់ឯងទាំងងើឬមួយក៏យ៉ាងម៉េចខណៈដែលជាមួយនឹងអ៊ីងរបស់យើងគឺទើបតែចេញជាមួយបត់ឈាមទេបើពីអ៊ីងចុះ ultimate របស់គាត់បាញ់ទៅណាអូរសាច់ DDG ហ្នឹងគាត់ថា ultimate កូន10វិណាបាញ់ចោលម៉ែមិនស្គីបាត់ឈាមបងប្រហែល40%តែខ្ញុំក៏លេងទៅមើលជាមួយ Scorpion គាត់ damage របស់គាត់គឺដាក់ទៅ deal ទៅលើជាមួយ Hero ដូចសៃតាម៉ាដូច front line ដូចរង111ហ្នឹងគឺមកផុយហ្មងមកទិញច្ដាច់ណោះចូលវិញចឹងគាត់ build មានជីវ refund ជីវភាពបាទearly game គាត់គ្របតា early game គាត់គ្របហ្នឹងអត់យល់ដែរបើសម្រាប់គាត់អាយ៉ាចូលបាល់ជាមួយនឹង team fight ទៀតហើយកណាដែរជាមួយនឹងឡុងអត់បានវាយទេឡុងអ្វីវាយឯងឡុងអ្វីវាយហើយដាច់ទៅអាលាយអត់ហើយក្លោបសាលទៅជាមួយការវាយប្រាវនៅសល់2នាក់ចុងក្រោយតែរត់ចូលពណ៌មកក្តេញវាយដល់បងចាំតែសល់ម្នាក់អីទេនេះគេអំគេតុបចូលទេមាននេះសំគាត់មានសំគាត់ឃ្លៀដៃស្គាល់ភាពលក់ហ្គេមសាមីនៀនមកជាបន្តមីនៀនមកជាបន្តសាជាម្នាក់ដៃស៊ីឡៃនេះទីគាត់គៀលអត់ដែរលោកចូលខាងប៉មយកតែម្ដងឃ្លៀមិនដៃទេដាច់ផ្ទះបាទហើយចេញជំនះហ្គេមទី1គឺបានទៅលើ Pro Esport បាទជួយនឹងការ comeback មកវិញទាំង